Hello nè, khi tao mà read make up chung vớiខ្ញុំទាំងអស់គ្នាសម្រាប់អ្នកគេដែលគាត់អត់ទាន់ចេះ make up ចឹងគាត់ចង់ចេះ make up បែបទៅកម្មវិធីគេសើខ្ជូតនេះនឹងអាចមើលវីដេអូនេះបានហើយមុននឹងយើងចូលដល់ make up ហ្នឹងហើយយើងត្រូវការជួសសម្អាតស្បែកមុខជាមួយនឹងស្លៃជុំមុខ toner pencil ហើយនៅពេលដែលអ្នកគ្នាជួសនឹងអ្នកគ្នាអាចបាត់ទុកទៅលើថ្ពាល់ហ្នឹងប្រហែលជា30 second អី30វិនាទីទៅអ្នកជាមិនបែបហ្នឹងហើយដើម្បីឲ្យស្បែកមុខយើងទន់ជាភាសាងាយស្រួលក្នុងការ make up នៅពេលដែល make up ហើយវាអត់ខ្ជិលម្សៅឬក៏កក់ម្សៅទៅលើមុខយើងអីចឹងទៅនៅពេលដែលអ្នកគ្នាជួសឲ្យអាចតឲ្យមុខហ្នឹងស្ងួតតិចទៅចាំអ្នកគ្នាដាក់ជាមួយនឹង BB ឬក៏ foundation ឬក៏ cushion អ្វីដែលអ្នកគ្នាមានឯហ្នឹងអ្នកគ្នាយកមកដាក់មកអ្នកគ្នាហើយនៅពេលដែលអ្នកគ្នាតបកុំភ្លេចតបឲ្យពេញមុខយកឲ្យស្មើសាច់មុខកុំឲ្យវាមើលទៅដុំកក់ទៅវាអត់ស្អាតទេអ្នកគ្នា ហើយនៅពេលដែលខ្ញុំតប BB ហើយហ្នឹងគឺខ្ញុំមកដាក់ជាមួយនឹង color ភ្នែកអ្នកគ្នាសម្រាប់ color ភ្នែកគឺខ្ញុំដាក់ជាមួយនឹងពណ៌ទឹកក្រូចខ្ញុំអត់ផាត់ជាមួយនឹងពណ៌កាជូទេដោយសារមកខ្ញុំស៊ីជាមួយនឹងពណ៌ទឹកក្រូចជាហើយមុននឹងយើងដាក់ជាមួយនឹងពណ៌ដិតហើយយើងត្រូវយកពណ៌ណាដែលស្អាតជាងគេហ្នឹង palette នៅពេញភ្នែកយើងសិនយកមកដាក់ palette ពេញទៅបកភ្នែកយើងមកអ្នកគ្នាទាំងលើទាំងក្រោមហ្នឹងឲ្យវាស្មើគ្នាធ្វើមិន palette ឲ្យវាស្មើសាច់កុំឲ្យវាមើលទៅយើងកក់ដុំអញ្ចឹងវាអត់ឃើញស្អាតទេហើយក៏ភ្នែកយើងអត់ឃើញលះដែរហើយមួយទៀតអ្នកគ្នាខ្ញុំសូមបញ្ជាក់នៅពេលដែលដាក់ហាប់អស់ទៅយើងកតុយភ្នែកយើងស្រួយចាព្រោះឲ្យធ្វើបែបហ្នឹងធ្វើឲ្យភ្នែកយើងមើលទៅយើងកាចទេអ្នកគ្នាបើអ្នកគ្នាផាត់បែបខ្ជូតទៅអ្នកគ្នាផាត់តាមវងភ្នែកយើងឲ្យឃើញមិនឲ្យឃើញមូលអ្នកគ្នាចាំណានៅពេលដែលយើង make up ចង់បានភ្នែកបែបខ្ជូតទៅយើងផាត់មក blend ឲ្យជុំវិញភ្នែកឲ្យឃើញមូលហើយនៅពេលដែលអ្នកគ្នាចង់បានភ្នែកយើងកាចអ្នកគ្នាដាក់ឲ្យយើងឃើញស្រួយតិចទៅអាហ្នឹងវាឃើញយើងលះឃើញយើងកាចតែឥឡូវយើងចូលមកដល់ការ make up ចឹងវិញនៅពេលដែលខ្ញុំដាក់ជាមួយនឹងពណ៌ទឹកខូចស្អាតហើយគឺខ្ញុំយកជាមួយនឹងពណ៌ទឹកខូចយ៉ាងដិតចឹងហ្នឹងតិចដើម្បីដាក់ជុំវិញភ្នែកណាឃើញភ្នែកយើងរៀងលះខ្ជូតស្អាតទៅអ្នកគ្នាហើយអ្នកគ្នាឃើញដំបូងនោះវាយ៉ាងដិតខ្លាំងណាស់អ្នកគ្នាកុំភ័យកុំប្រំថាអូខ្លាចជាប់ភ្នែកគេវាដិតខ្លាំងពេកណាអ្នកគ្នានៅពេលដែលដាក់ជាមួយនឹងដកក្រុមភ្នែកហើយគឺថាឃើញភ្នែកយើងស្រាលខ្លាំងមែនតើហើយនៅពេលដាក់ឲ្យអ្នកគ្នាកុំភ្លេច blend វាស្មើសាច់ផងកុំឲ្យវាមើលទៅយើងកក់ដុំអត់ស្អាតទេអ្នកគ្នាហើយនេះអ្នកគ្នាឲ្យមើលបាននៅពេលដែលខ្ញុំដាក់ជាមួយនឹងដកក្រុមភ្នែកហើយគឺថាឃើញភ្នែកខ្ញុំឡើងស្រាលចង់បាត់ color ហ្នឹងទៅវិញអស់ហើយ make up បែបស៊ូបែបហ្នឹងខ្វះបានទេជាមួយនឹងដកក្រុមភ្នែកយើងត្រូវការជាប្រចាំហ្មងហើយនៅពេលដែលខ្ញុំផាត់ជាមួយភ្នែកហើយគឺខ្ញុំដាក់ជាមួយនឹង blur ពណ៌អ្នកគ្នា blur ពណ៌ក៏ដូចគ្នាដែរសម្រាប់នៅពេលដែលអ្នកគ្នាផាត់ហាមដាក់ឲ្យពេញពណ៌វាមើលទៅឃើញជើងកប៉ាក់ធំអញ្ចឹងវាអត់ឃើញមុខយើងលើកស្អាតទេហើយនៅពេលអ្នកគ្នាដាក់ទៅឃើញគេរៀងលើសតិចហ្នឹងអ្នកគ្នាដាក់ជាមួយនឹង highlighter នៅពេលដែលអ្នកគ្នាដាក់ highlighter ហ្នឹង make up អ្នកគ្នាកាន់តែលេចផុសស្អាតអញ្ចឹងហើយអ្នកគ្នាកុំភ្លេចឲ្យសោះជាមួយនឹង contour តម្រងមុខយើងឲ្យឃើញទូចខ្លួន slim ជាងមុនវាកាន់តែលើកតម្រងមុខយើងឲ្យឃើញស្អាតណាវីដេអូនេះខ្ញុំបានកាត់កន្លែងបិទហូបភ្នែកនឹងគូចាំទៅវីដេអូក្រោយចាំខ្ញុំរៀនហើយនេះរីសាយយើងចេញមកអ្នកគ្នាដែលចង់ទៅកម្មវិធី make up បែបនេះបាន share ជូតស្អាតខ្លាំងមែនតើ